ชีวกรรมได้แปรปรวนថ្មីស្រឡាងហ្នឹងគឺយើងទទួលបានសាខាថ្មីមួយដោយលុយកម្ចីរបស់ប្រាក់ធនាគារអ៊ូរីសិក្សាតែម្ដងចាជំរាបសួរសុខសប្បាយបងចាសុខសប្បាយធម្មតាអរគុណច្រើនបងអាចសូមជួយអនុញ្ញាតណែនាំឈ្មោះក៏ដូចជាមុខរបរបច្ចុប្បន្នរបស់បានទេចាខ្ញុំឈ្មោះឯកសំណាងជានាយិកានៅសាលាសំណាង Femhead ហើយជាម្ចាស់អាជីវកម្មនៃសាលាសំណាង Femhead អញ្ចឹងខ្ញុំសូមអនុញ្ញាតឲ្យអ្នកគ្រូហ្មងចាអ្នកគ្រូខ្ញុំសូមអនុញ្ញាតសួរអ្នកគ្រូបន្ថែមថាសាលាអ្នកគ្រូចាប់ផ្ដើមបង្កើតតាំងពីឆ្នាំណាដែរអ្នកគ្រូចាសាលាយើងនេះគឺលេខរូបរាងឡើងតាំងពីឆ្នាំ2020-21យើងបើកដំបូងគឺយើងមានសិស្សតែ25នាក់ទេហើយមកដល់ឆ្នាំសិក្សាថ្មី2025-26នេះគឺយើងមានសិស្ស333នាក់គឺយើងមាន2សាខាតែទីតាំងគោលនៅខាងរាជធានីភ្នំពេញហើយសាខាទី2គឺនៅខាងខេត្តកណ្ដាលតែផ្លូវស្របគ្នាតែមួយហ្នឹងហើយយើងមានចតុស្ដាម4គឺសិលធម៌គុណធម៌សុខភាពនិងសច្ចធម៌ចាអ្នកគ្រូសូមជំរាបសួរអ្នកគ្រូបន្ថែមទៀតដែរថាតើអាជីវកម្មរបស់អ្នកគ្រូនឹងមានការប្រែប្រួលយ៉ាងណាដែរបន្ទាប់ពីប្រើសេវាកម្មកម្ចីពីធនាគារអ៊ូរីអ្នកគ្រូចាអាជីវកម្មដែលប្រែប្រួលថ្មីស្រឡាងហ្នឹងគឺយើងទទួលបានសាខាថ្មីមួយដោយលុយកម្ចីរបស់ប្រាក់ធនាគារអ៊ូរីសិក្សាតែម្ដងចាហើយក្រៅពីនោះនៅសាខាដើមសាខាគោលនេះគឺយើងប្រើប្រាក់កម្ចីរបស់ធនាគារអ៊ូរីហ្នឹងទៅលើការសាងសង់បន្ទប់បន្ថែមបំពាក់ប្រព័ន្ធអេឡិចត្រូនិកដូចជាប្រព័ន្ធ digital មាន slide មានកាមេរ៉ាសុវត្ថិភាពចាហ្នឹងយើងបានមានបន្ថែមហើយធ្វើឲ្យយើងបំរើបារម្ភរបស់យើងគឺទាន់ពេលទាន់សម័យកាលចុះអ្នកគ្រូស្គាល់ធនាគារអ៊ូរីតាមរយៈអ្វីដែរចាធនាគារអ៊ូរីគឺស្គាល់តាមរយៈភ្នាក់ងារធនាគារចាស់មួយចាដែលគាត់ណែនាំមកឲ្យស្គាល់អ៊ូរីមកទាំងខ្ញុំអត់ដែលឮឈ្មោះចាអញ្ចឹងហើយក៏ទទួលបានធនាគារថ្មីមួយដែលលេខរូបរាងឡើងហើយធ្វើឲ្យខ្ញុំមានទំនុកចិត្តចាហើយទទួលបានអត្ថប្រយោជន៍ច្រើនពីធនាគារអ៊ូរីទាំងផ្នែកសេវាដែលរត់ស្ការឲ្យយើងទាំងផ្នែកការប្រាក់គឺទៀតចាយើងទទួលយកបានហើយវាស្របនៅសម័យកាលសេដ្ឋកិច្ចយើងបែបហ្នឹងផងគាត់សម្រួលឲ្យយើងបានច្រើនណាធនាគារអ៊ូរីចាបទពិសោធន៍ដែលខ្ញុំប្រើមកបាននេះគឺទីមួយគឺខ្ញុំដាក់ពាក្យស្នើហ្នឹងគឺរយៈពេលតែ3ថ្ងៃទេចា3ថ្ងៃគឺពាក្យកម្ចីហ្នឹងបានទៅដល់ថ្នាក់លើក៏គេ approve ហើយក៏មានភ្នាក់ងារចុះមកសម្ភារយើងភ្លាមអីថាសួរនាំភ្លាមទៅក៏បាន check up អីតាន់ពេលវេលាហើយរយៈពេលតែ15ថ្ងៃគឺយើងអាចប្រើប្រាស់លុយនឹងបានតែម្ដងចាអ្នកគ្រូចង់ជំរាបសួរអ្នកគ្រូបន្ថែមទៀតថាតើក្រៅតែពីសេវាកម្មប្រាក់កម្ចីពីធនាគារអ៊ូរីអ្នកគ្រូមានប្រើសេវាកម្មអីបន្ថែមទៀតទេអ្នកគ្រូក្រៅពីប្រាក់កម្ចីដែលយើងមកប្រើប្រាស់ជាប្រយោជន៍ហ្នឹងគឺយើងទៅប្រើសេវាកម្មធនាគារអ៊ូរីទៅលើការបាញ់លុយពីអាណាព្យាបាលសិស្សទៅលើKHQR code ធនាគារអ៊ូរីហ្នឹងតែម្ដងហើយនឹងការបើកប្រាក់បៀវត្សជូនបុគ្គលិកហើយនឹងអាជីវកម្មតូចមួយជាលក្ខណៈគ្រួសារក៏ប្រើប្រាស់ QR របស់អ៊ូរីដែរក្នុងនាមខ្ញុំជាម្ចាស់អាជីវកម្មមួយតែហៅថាអាជីវកម្មធនមធ្យមអញ្ចឹងណាខ្ញុំក៏មានបទពិសោធន៍ទទួលបានលទ្ធផលដែលយើងប្រើនៅលើធនាគារអ៊ូរីនេះគឺបានជោគជ័យដោយមានភាពជឿជាក់ទីមួយគឺគាត់សម្រួលហើយគាត់មានភាពហ្មត់ចត់យើងធ្វើឲ្យយើងមានទំនុកចិត្តហើយធ្វើឲ្យយើងទទួលបានសេវាកម្មដែលលឿនបំផុតខ្ញុំក៏ជំរាបជូនដល់អតិថិជនទាំងអស់ទាំងអស់គ្នានឹងដើម្បីឲ្យបានប្រើប្រាស់លុយសមស្របហើយការប្រាក់ទាបសូមអតិថិជនទាំងអស់ទទួលយកសេវាកម្មធនាគារអ៊ូរីនិងទទួលបានអត្ថប្រយោជន៍ច្រើនអាចអាជីវកម្មរបស់យើងគឺលូតលាស់បានលឿនធនាគារអ៊ូរីជំរើសហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នក